ថ្មភាពសូមចម្រើនពរញាតិញោមដូចជាអស់លោកទាំងអស់ដែលតែងតែគោរពនិងស្រឡាញ់ចំពោះមុនគាថាខ្មែរយើងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅគាថាក៏ដូចជាបាលីស្រេចទឹកដើម្បីចែកជូនញាតិញោមអស់លោកស្ដាប់ក៏ដូចជាសិក្សាប៉ុន្តែមុននឹងញាតិញោមដូចជាអស់លោកចូលស្ដាប់ឬសិក្សាសូមកុំភ្លេចជួយចុច Subscribe នៅលើ Channel និងចុច Like នៅលើវីដេអូម្នាក់មួយទៅដើម្បីនឹងទទួលបាននៅវីដេអូថ្មីជាបន្តទៀតដែលបង្រៀនដោយខ្ញុំវិការណាអាត្មាភាពផ្ទាល់ហើយក៏សូមចម្រើនពរញាតិញោមផងដែរថា Channel នេះគឺជា Channel ថ្មីដែលអាត្មាភាពទើបនឹងបង្កើតហើយគោលបំណងដែលបង្កើត Channel នេះឡើងក៏ជាការចែករំលែកបង្រៀននិងរក្សាទុកនៅមន្តអាគមគាថារបស់ខ្មែរយើងតែប៉ុណ្ណោះអញ្ចឹងទេសូមញាតិញោមបងប្អូនទាំងអស់ជួយថែរក្សាដូចជាជួយគាំទ្ររាល់វីដេអូអាត្មាភាពដែលបានចែករំលែកណានៅមន្តគាថារបស់ខ្មែរយើងដែលជាអត្តសញ្ញាណជាតិជាពលឹងចិត្តរបស់យើងទោះបីជាយើងជឿឬមិនជឿស្រឡាញ់ឬមិនស្រឡាញ់ចូលចិត្តឬមិនចូលចិត្តប៉ុន្តែយើងជួយគាំទ្រគ្នាទៅរក្សាទុកទៅបើជាការវាជាការល្អមួយដែរណាដែលយើងមិនឲ្យបាត់បង់ណានៅកេរដំណែលដូនតាខ្មែររបស់យើងអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងទៅសិក្សាណានៅបាលីស្រោចទឹកនេះទាំងអស់គ្នាចំពោះបាលីនេះគឺជាបាលីមួយដ៏ពូកែនិងស័ក្តិសិទ្ធិប្រសិនណាបើញាតិញោមដូចជាអស់លោកយកទៅប្រើប្រាស់មានការគោរពនិងមានការបដិបត្តិបានត្រឹមត្រូវអាចជួយឲ្យយើងនឹងកិច្ចអំពីគ្រោះមហន្តរាយផ្សេងមិនថាផ្លូវងងឹតណាអំពើអំព័ន្ធឬក៏គ្រោះចង្រៃណាមួយថ្មិលអណ្ដែតរដ្ឋ័យណាមួយនៅក្នុងជីវិតយើងអញ្ចឹងបាលីស្រោចទឹកនេះប្រហែលជាញាតិញោមអស់លោកបានដឹងបានឮណាហើយក៏ធ្លាប់បានស្រោចទឹកដែរណាដែលយើងមានជំនឿថាពេលដែលយើងមានគ្រោះថ្នាក់អីផ្សេងយើងតែងតែនិមន្តព្រះសង្ឃឬក៏លោកអាចារ្យព្រឹទ្ធាចារ្យណាដែលលោកចេះដឹងឲ្យមកស្រោចទឹកណាស្រោចស្រពដើម្បីកាត់នៅគ្រោះចង្រៃណាឬក៏តបប្រមល់ថ្មិលអណ្ដែតរដ្ឋ័យណាដែលជាហេតុនាំនៅសេចក្តីអន្តរាយមកដល់ជីវិតយើងណាអញ្ចឹងទម្លាប់នេះយើងតែងតែធ្វើរហូតមកដល់សពថ្ងៃហ្នឹងណាតែងតែធ្វើពេលដែលយើងមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងយើងតែងតែនិមន្តលោកណាមកស្រោចទឹកណាដើម្បីជំរះនៅភាពចង្រៃគ្រោះកាយឬក៏គ្រោះខែគ្រោះឆ្នាំអញ្ចឹងទៅណាដើម្បីឲ្យមានសេចក្តីសុខសេចក្តីចម្រើនឡើងវិញអញ្ចឹងបាលីនេះបើសិនណាបើញាតិញោមអស់លោកចង់យកទៅប្រើប្រាស់អាចប្រើប្រាស់បានជាពិសេសឪពុកម្ដាយម៉ែឪណាអាចរៀនឲ្យចេះឲ្យចាំណាខែមុនសន្តរដូវកូនមកលេងម្ដងជូនលុយជូនកាក់អីយើងអាចយកបាលីនេះស្រោចស្រពឲ្យកូនណាឲ្យកូននឹងរកស៊ីមានបានទៅណាមកណាជួបតែសេចក្តីសុខសេចក្តីចម្រើនមានគេចូលចិត្តអាណិតស្រឡាញ់ឬក៏ឲ្យនៅភាពរីកចម្រើនណានឹងឲ្យនៅភាពរីកចម្រើនចឹងទេឪពុកម្ដាយយើងគួរតែចេះនៅគាថាហ្នឹងណាម្នាក់មួយទៅដើម្បីស្រោចទឹកឲ្យកូនណាហ្នឹងហើយយើងទន្ទិញឲ្យចេះឲ្យចាំអញ្ចឹងយើងចូលទៅសិក្សានៅគាថានេះទាំងអស់គ្នាអញ្ចឹងមុននឹងញាតិញោមដូចជាអស់លោកសូត្រនៅគាថានេះយើងត្រូវរៀបចំកិច្ចរំដាប់គ្រូជាមុនសិនណាអញ្ចឹងរំដាប់គ្រូគឺយើងរៀបក៏បានដែរយើងមិនរៀបក៏បានដែរណាក៏ប៉ុន្តែយើងក៏តែមានជែកណាការភ្ញីតិចតួចធូប5អស័យទៅអុជជាសក្ការៈថ្វាយដល់គាត់អញ្ចឹងបើសិនណាបើញាតិញោមរៀបគឺយើងត្រូវមានផ្កាឈូក5ទៀន5ធូប5បារី5ស្លា5ម្លូ5ស្លាធម៌ដូមួយគូបាយសីមួយគូទឹកអប់ឆ្វេងស្ដាំកណាត់សអៅមួយប្រាក់500រៀលអញ្ចឹងនេះគឺជារំដាប់គ្រូដែលយើងត្រូវតែមានការរៀបចំឡើងដើម្បីជាសក្ការៈណាថ្វាយដល់គ្រូបន្ទាប់ពីយើងរៀបចំរំដាប់គ្រូរួចយើងត្រូវសូត្រនៅរំលឹកគុណគ្រូបន្ថែមទៀតយើងសូត្រមកខ្ញុំបកករណាសូមរំលឹកគុណគ្រូដែលបានបង្ហាត់បង្រៀនដល់ខ្ញុំបកករណាពេលដែលខ្ញុំសូត្រទៅពេលណាសូមឲ្យកាយស័ក្តិសិទ្ធិមានឫទ្ធិមានតេជះមានបារមីបន្ទាប់ពីយើងសូត្រនៅរំលឹកគុណគ្រូរួចយើងត្រូវតាំងនមោ3ចប់ទៀតយើងសូត្រមកនមោតស្សៈវិកវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈវិកវៈតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈវិកវៈតោរហតោសម្មាសម្ពុទ្ធស្សៈបន្ទាប់ពីយើងតាំងនមោ3ចប់យើងត្រូវសូត្រនៅគាថានេះឧមៈស្រាបទឹក
ឧមៈស្រាប់ខ្យល់ស្រាប់រំបល់ស្រាប់ម្លេះស្រាប់អាបស្រាប់ព្រាយស្រាប់ខ្មោចអរិយអ្នកតាជូចម្បូស្រាប់គោបាស្នាតេះទាំងឡាយចរណៃចេញទៅឧមៈសិទ្ធិស្វាហៈឧមៈស្រាប់ទឹកឧមៈស្រាប់ខ្យល់ស្រាប់រំបល់ស្រាប់ម្លេះស្រាប់អាបស្រាប់ព្រាយស្រាប់ខ្មោចអរិយអ្នកតាជូចម្បូស្រាប់គោបាស្នាតេះទាំងឡាយចរណៃចេញទៅឧមៈសិទ្ធិស្វាហៈអាត្មាភាពណាសូត្របញ្ជាក់ម្ដងទៀតដើម្បីឲ្យកាន់តែច្បាស់ចឹងយើងផ្ទៀងផ្ទាត់ទាំងអស់គ្នាមកឧមៈស្រាប់ទឹកឧមៈស្រាប់ខ្យល់ស្រាប់រំបល់ស្រាប់ម្លេះស្រាប់អាបស្រាប់ព្រាយស្រាប់ខ្មោចអរិយអ្នកតាជូចម្បូស្រាប់គោបាស្នាតេះទាំងឡាយចរណៃចេញទៅឧមៈសិទ្ធិស្វាហៈបើនេះគឺជាបាលីណាក៏ដូចជាគាថាណាស្រោចទឹកដើម្បីបង្ក្រាបនៅអំពើអំពាន់មុនសិលខ្មៅគ្រោះចង្រៃថ្មិលអណ្ដែរថៃណានៅក្នុងជីវិតយើងអញ្ចឹងបាលីគាថានេះគឺពូកែស័ក្តិសិទ្ធិណាស់ហើយចំពោះការសូត្រវិជ្ជាការបរិកម្មក៏យើងត្រូវសូត្រ7ចប់ចំពោះដំណំហាមហូបសាច់ឆ្កែផ្លែពឺផ្លែឃ្លោកនិងហាមជេរប្រមាថការពារអ្នកដទៃហើយចំពោះរបៀបប្រើប្រាស់ក៏យើងសែបសូត្រជាមួយនឹងទឹកនឹងហើយយើងស្រោចទឹកបណ្ដើយើងសូត្រនៅគាថានេះបណ្ដើអុជធូប5សរសៃទៅប្រោះព្រំទៅលើអ្នកដែលចង់ស្រោចទឹកកាត់គ្រោះចង្រៃណាមាននៅទុកភ័យអាសន្នអន់ក្រណាមួយណាយើងយកបាលីនេះស្រោចទឹកប្រកាសណាស់ជួយឲ្យយើងនឹងស្រាលខ្លួនណាជាសះស្បើយដូចជាឈប់ជួបនៅអាការៈឬក៏គ្រោះចង្រៃណាមួយផ្សេងនៅក្នុងជីវិតទុក្ខលំបាកប៉ុន្តែមិនមែនមានន័យថាឲ្យយើងពឹងផ្អែកទៅលើគាថាបាលីទាំងស្រុងទេណាយើងរួមផ្សំនឹងការខិតខំប្រឹងប្រែងរបស់យើងយកចិត្តទុកដាក់ដែរបាលីគាថានេះក៏ជាការជំនួយមួយណាជួយឲ្យយើងនឹងបាននៅសេចក្តីសុខជាជុំប៉ុន្តែរួមផ្សំនឹងការធ្វើទង្វើរបស់យើងដែររួមផ្សំនឹងអ្វីដែលយើងបានធ្វើណាការបប្រតិបត្តិជីវិតប្រចាំថ្ងៃហ្នឹងមិនមែនយើងអាងតែបាលីគាថាហើយយើងបលែងខ្លួនចោលណារៃនូពីលវលអាហ្នឹងក៏មិនត្រូវដែរណាចឹងវារួមផ្សំគ្នាចឹងបាលីនេះគឺពូកែស័ក្តិសិទ្ធិណាស់ញាតិញោមអស់លោកគូទន្ទិញឲ្យចេះឲ្យចាំទៅស្រោចទឹកឲ្យកូនចៅខែមុនសន្តរដូវឲ្យកូនចៅរកស៊ីមានបានកាត់គ្រោះកាត់ចង្រៃថ្មិលអណ្ដែតថៃនឹងហើយសុខដុងរមនានៅក្នុងក្រុមគ្រួសារណាដោយសារអំណាចនៃគាថាមួយមេនេះនឹងជួយយើងឲ្យបញ្ជានៅគ្រោះផ្សេងនៅក្នុងជីវិតហ្នឹងហើយអញ្ចឹងបើសិនណាកូនណាខែមុនសន្តរដូវណាមិនថាខែណាទេអត់តែយើងមានពេលមានលុយមានកាក់រកស៊ីមានបានកុំភ្លេចគុណឪពុកម្ដាយណាហើយកាលណាយើងជាអ្នកដឹងគុណកូននឹងមិនសយុទ្ធទេទៅណាមកណាតែងតែមានភាពរីកចម្រើនតែងតែមានរាសីអញ្ចឹងទៅដោយសារតែយើងមានការដឹងគុណមានការគោរពចំពោះឪពុកម្ដាយហើយគាត់ណាស្រោចទឹកឲ្យប្រោះព្រំឲ្យណាមិនថាយើងធ្វើអ្វីបានសម្រេចមួយទេយើងកុំភ្លេចគាត់ឲ្យសោះព្រោះនេះវាជាអំណាចទី1របស់យើងជារិទ្ធអំណាចមួយណាក្នុងការគោរពឪពុកម្ដាយហ្នឹងអញ្ចឹងគឺមានតែប៉ុណ្ណេះហើយជាចុងក្រោយញាតិញោមត្រូវចាំថាមហិទ្ធិឫទ្ធិនៃមន្តអាគមគាថារបស់ខ្មែរយើងដែលពូកែស័ក្តិសិទ្ធិទៅបានគឺអាស្រ័យទៅលើការទន្ទិញស្វាធ្យាយនឹងគាថាជាប្រចាំថ្ងៃនឹងការឧទ្ធូបថ្វាយចេកការភ្ញីទឹកអប់ចំពោះវត្ថុស័ក្តិសិទ្ធិប្រតិបត្តិរាល់ថ្ងៃសិលឲ្យប្រៀបដូចជាយើងសំលៀងកំបិតបើទោះបីជាកំបិតនោះគ្មានមុខក៏គង់តែមុតដែរប៉ុន្តែបើយើងខ្ជិលច្រអូសឬធ្វើប្រហែសឬអួតអាងបើទោះបីជាមន្តអាគមវត្ថុស័ក្តិសិទ្ធិនោះខ្លាំងបបកែប៉ុណ្ណាក៏គង់អស់ឫទ្ធានុភាពដែរដូចជាកំបិតដែលគេទុកចោលត្រូវជ្រេះចាំចឹងឯងចឹងយើងកុំបីមានការប្រមាថកុំបីមានការធ្វើប្រហែសកុំបីមានការអួតអាងណាបំណាច់ថាយកទៅសិក្សារៀនសូត្រទៅមានការគ្រប់បប្រតិបត្តិឲ្យបានល្អទើបមុនគាថាដែលយើងសែបសូត្រទៅវាពូកែវាស័ក្តិសិទ្ធិហើយអាចជួយយើងសម្រេចនៅបំណងប្រាថ្នារបស់យើងឲ្យយើងមានសេចក្តីសុខជាជុំនៅក្នុងក្រុមគ្រួសារអីចឹងទៅដោយសារអំណាចនៃការគ្រប់បប្រតិបត្តិរបស់យើងអញ្ចឹងគឺមានតែប៉ុណ្ណេះជាចុងក្រោយប្រសិនណាបើញាតិញោមអស់លោកណាមិនយល់ត្រង់ណាមិនដឹងត្រង់ណាឬឆ្ងល់ត្រង់ណាអាចខលសាកសួរបានតាមរយៈ comment ដូចជាលេខទូរស័ព្ទផ្ទាល់របស់អាត្មាភាពដែលដាក់នៅលើវីដេអូនេះស្រាប់ប៉ុណ្ណាអាចខលសាកសួរបានហើយអាត្មាភាពមានជាយ័ន្តមានជាខ្សែកថាមានជាខ្សែចង្កេះណារកស៊ីប្រកបការងារការពារនៅអំពើពន់មុនសិលខ្មៅដតីហ្នឹងក៏អាត្មាមានដែរបើសិនណាបើញាតិញោមមានឧបនិស្ស័យណាចង់ជាវយកទៅប្រើប្រាស់ដើម្បីជាសេចក្តីសុខសេចក្តីចម្រើននៅក្នុងក្រុមគ្រួសារអាចជាវបានបងអញ្ចឹងសូមចម្រើនពរលាទាំងអស់គ្នា